នេះគឺជា tip ទាំង5សម្រាប់ផែនការហិរញ្ញវត្ថុដែលយើងអាចធ្វើបានមុននឹងចប់ឆ្នាំ2025ណាសម្រាប់ត្រៀមតែឆ្នាំ2026 tip ទី1យើងយកចំណូលហើយនឹងចំណាយប្រចាំខែទាំង12ហ្នឹងមកបូកចូលគ្នាជាចំនួនសរុបប្រចាំឆ្នាំពួកបែបហ្នឹងវាជួយយើងឲ្យដឹងពីខ្ទង់ចំណាយសម្រាប់ឆ្នាំចាស់ដើម្បីត្រៀមតែឆ្នាំថ្មីម្យ៉ាងការចំណាយខែនីមួយៗហ្នឹងក៏វាអត់ដូចគ្នាដែរអញ្ចឹងវាជួយយើងនៅក្នុងការរំពឹងត្រៀមថវិកាបម្រុងដូចគ្នាដែរយើងអាចប្រើវិធីទូទាត់កត់ត្រាតាមសភៅក៏បានឬក៏តាម app budgeting អីក៏បានដែរគ្រាន់តែថាវាទាមទារឲ្យយើងធ្វើវាបានជាប់លាប់ឬក៏ត្រូវអស់លុយនៅក្នុងការបង់ subscription អីចឹងទៅពីមុនខ្ញុំធ្វើអញ្ចឹងដូចគ្នាគ្រាន់តែថាឥឡូវខ្ញុំលែងសូវពិបាកហត់ដូចមុនណាតាំងពី ABA បានដាក់មុខងារថ្មីមួយមកហៅថាមុខងារវិភាគប្រើដោយឥតគិតថ្លៃសេវាអ្វីទាំងអស់ក្នុងនោះយើងអាចទាញយកជាទិន្នន័យនៅក្នុងរយៈពេល1ឆ្នាំបានដោយស្វ័យប្រវត្តិឬក៏យកជាប្រចាំខែក៏បានប្រចាំត្រីមាសអីក៏បានដែរនិយាយទៅគឺបង្ហាញច្បាស់ៗហ្មងមានទាំងលុយចាញ់ហើយនិងលុយចូលដូចថាកន្លែងនេះចឹងយើងអាចមើលថាខែណាដែលយើងចំណាយច្រើនជាងគេណាហើយកាន់តែលម្អិតទៀតហ្នឹងក៏យើងដឹងថាភាគច្រើនការចំណាយចាញ់ហ្នឹងគឺទៅលើប្រភេទទំនិញបែបណាអីចឹងទៅអូខេអញ្ចឹង tip ទី2យើងកំណត់ lifestyle budget ឬក៏ថវិកាសម្រាប់របៀបរស់នៅសម្រាប់ខ្ញុំមួយឆ្នាំធ្វើវាម្ដងពីរដងដល់ពេលហើយគឺខ្ញុំនឹងរក្សាការចំណាយនៅខ្ទង់ប៉ុណ្ណឹងដដែលនៅក្នុងរយៈពេលមួយឆ្នាំយកហ្មងទោះបីជាពេលខ្លះខ្ញុំអាចរកចំណូលបានគុណនឹង2ឬក៏គុណនឹង3ក៏ដោយតែប៉ិតអាហ្នឹងវាអាចជាអាចកំបាំងរបស់ខ្ញុំផ្ទាល់ហ្មងដែលថាខ្ញុំអាចសន្សំបានស្ទើរតែទាំងអស់នៃប្រាក់ចំណូលបន្ថែមដែលខ្ញុំរកបានជាទម្លាប់ប្រចាំហ្មងក៏ខ្ញុំបានកំណត់ចំនួនកញ្ចប់ថវិកាប្រចាំខែហ្នឹងនៅលើគណនី ABA របស់ខ្ញុំផ្ទាល់ដែរវាឆ្លាតថាវាដើរតួជាអ្នករំលឹកយើងដឹងពីល្បឿននៃការចាយរបស់យើងហ្នឹងថាតើនៅក្នុងខែហ្នឹងស្ថិតនៅក្នុងសញ្ញាល្អគួរបន្ថយដែរបន្តិចឬក៏លើស budget អីចឹងទៅអូខេ tip ទី3យើងដាក់កំណត់លំហូរលុយហ្នឹងដោយស្វ័យប្រវត្តិនិយាយសាមញ្ញដូចយើងបើកប្រាក់ខែខ្លួនឯងអញ្ចឹងខ្ញុំតែងកំណត់កាយវិភាគផ្ទេរលុយនៅដើមខែពីគណនីសន្សំគោលទៅគណនីចាយវាយរួមមានកញ្ចប់លុយសម្រាប់វិក័យប័ត្រការទូរស័ព្ទលុយសន្សំឬក៏កញ្ចប់ចាយវាយប្រចាំខែហ្នឹងឯងព្រោះអញ្ចឹងទៅយើងអត់ពិបាកហត់ផ្ទេរចុះផ្ទេរឡើងចាយមានខ្ទង់មានលំនឹងហើយយើងអត់ភ្លេចខ្លួនទៀតអូខេ tip ទី4យើងស្វែងរកមើលថាតើមានការចំណាយណាដែលថាអស់ច្រើនជាងគេហើយយើងអត់ដឹងខ្លួនគ្នាយើងអាចចូលមើលបញ្ជីប្រភេទចំណាយបានដែលក្នុងហ្នឹងរួមមានទាំងបញ្ជីពាណិជ្ជករទៀតការចំណាយខ្លះតិចតិចទេប៉ុន្តែយើងអត់ចាប់អារម្មណ៍ទៅវាអាចនឹងអស់ច្រើនជាងគេអញ្ចឹងបើអត់ចាំបាច់ទេឆ្នាំក្រោយគឺយើងអាចកាត់បន្ថយវាបានទី5កុំ stress នៅពេលដែលឃើញចំណាយរបស់យើងហើយមានអារម្មណ៍ថាបាក់ទឹកចិត្តណាប៉ុន្តែយើងអត់អាចរំពឹងថាយើងធ្វើត្រូវនៅក្នុងរយៈពេលខ្លីមួយបានទេដោយសារតែវាទាមទារនៅពេលវេលាហើយជាមួយនឹងការស្វែងយល់ថាតើវិធីសាស្ត្រហ្នឹងវាត្រូវសម្រាប់យើងឬក៏វាអត់ដើរសម្រាប់យើងអីចឹងទៅហើយហ្នឹងឯងគឺជារបៀបដែលយើងអាចរៀនគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនឯងបានល្អប្រសើរជាងមុន